ជំរាបសួរបងប្អូនសាជាថ្មីបាទថ្ងៃនេះផងដែរខ្ញុំបាទមកពន្យល់អំពីក្បាច់គុណហាត់តាមអនឡាញដែលបងប្អូនតែងតែសួរថាហាត់តាមអនឡាញហ្នឹងហាត់របៀបណាអញ្ចឹងបងប្អូនអាចទស្សនាវីដេអូនេះបានជាវីដេអូដែលខ្ញុំបាទបានដកស្រង់ចេញពីមេរៀនហាត់តាមប្រព័ន្ធអនឡាញបាទនេះជាមេគុណនិងក្បាច់មួយចំនួនបាទដែលខ្ញុំបានដកស្រង់ចេញមកបង្ហាញបងប្អូនឲ្យបងប្អូនយល់បាទសម្រាប់មេរៀនហាត់តាមអនឡាញនេះគឺយើងមានតាំងពីដើមរហូតដល់ចប់រហូតតតែអាចចេះប្រើក្បាច់គុណបានបាទជាក់ស្ដែងបងប្អូនអាចទស្សនាវីដេអូនេះបានបាទយើងហាត់តាំងពីចលនាមេគុណមេការពារក្បាច់ស្នៀតបាទក្បាច់ដៃក្បាច់ជើងក្បាច់ជង្គង់បាទមានទាំងអស់រហូតដល់តែបងប្អូនចេះប្រើប្រាស់ក្បាច់នីមួយៗមានការពន្យល់ច្បាស់ពីខ្ញុំបាទហើយបងប្អូនអាចទស្សនាវីដេអូនេះបានបាទអញ្ចឹងពេលដែលយើងហាត់ក្បាច់ហាត់មេគុណហាត់ទ្វារបាទពេលដែលបងប្អូនរៀនចប់អស់ហើយចូលដល់ការអនុវត្តក្បាច់នីមួយៗហើយបងប្អូនទស្សនាវីដេអូរបស់ខ្ញុំបាននេះហើយបើបងប្អូនគិតថាអាចហាត់រៀនបានអាចយល់នៅក្នុងវីដេអូនេះបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានដើម្បីចុះឈ្មោះហាត់រៀនបាទតាមប្រព័ន្ធអនឡាញឬហៅថាហាត់ជាវីដេអូមេរៀនបាទហើយបងប្អូនតែងតែសួរថាហាត់ក្បាច់គុណចេះហើយនឹងយកទៅធ្វើអីបាទសម្រាប់ក្បាច់គុណគឺមានអត្ថប្រយោជន៍ច្រើនណាស់បាទទី1យើងជួយដល់រាងកាយរបស់យើងឲ្យបានរឹងមាំជួយដល់សុខភាពផ្លូវចិត្តផ្លូវកាយថែមទាំងបានជួយអភិរក្សថែរក្សារបស់ក្បាច់គុណបុរាណខ្មែរយើងផងបាទតែបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការហ្វឹកហាត់បាទក្នុងការរៀនក្បាច់គុណបុរាណខ្មែរកុំភ្លេចតាក់ទងមកខ្ញុំបាទដូចជាវីដេអូនេះអញ្ចឹងបាទយើងអាចរៀបក្បាច់សម្ដែងជាភាពយន្តខ្លីៗបានដោយខ្លួនឯងបាទឲ្យតែបងប្អូនទាំងអស់គ្នាកូនសិស្សគុណទាំងអស់គ្នាយកចិត្តទុកដាក់និងស្រឡាញ់ក្នុងវិស័យក្បាច់គុណខ្ញុំជឿថាបងប្អូនទាំងអស់គ្នាអាចហាត់រៀនបានហើយមួយវិញទៀតពេលដែលបងប្អូនចេះច្រើនចេះស្ទាត់បងប្អូនអាចយកទៅប្រើការក្នុងវិស័យភាពយន្តដូចជាការដឹកនាំរឿងរៀបចំក្បាច់ឲ្យទូដែលភាសាអង់គ្លេសគេហៅថា master តាមការពិតទៅបើសិនជាយើងចេះឲ្យបានច្បាស់គឺយើងរកថវិកាបានគួរសមដែរដោយសារតែសម័យនេះគេត្រូវការច្រើនបាទសម្រាប់អ្នកចេះក្បាច់គុណបាទហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ក្នុងការហ្វឹកហាត់បាទក្នុងការរៀនក្បាច់គុណបុរាណខ្មែរកុំភ្លេចតាក់ទងមកខ្ញុំបាទអញ្ចឹងដែរខ្ញុំបាទសូមគោរពអរគុណយ៉ាងជ្រាលជ្រៅបាទក្នុងការទស្សនាវីដេអូដូចជាតាមដានវីដេអូរបស់ខ្ញុំកន្លងមកហើយខ្ញុំបាទនឹងខិតខំព្យាយាមរកអ្វីដែលថ្មីចែកជូនបងប្អូនទាំងអស់គ្នាទស្សនាខ្ញុំបាទសូមអរគុណសូមគោរពលា